ឲ្យសំមុខចោលក្លាហានមុននេះបន្តិចពួកវាងាប់គួរជើងគ្នានៅសមរភូមិភូមិជោគជ័យហើយរឿងនេះគឺជារឿងពិតសូមបងប្អូនតាមដានទស្សនាជាមួយខ្ញុំទាំងអស់គ្នាឲ្យបានដល់ចប់ជម្រាបសួរបងប្អូនប្រិយមិត្តទេសនិកជនជនរួមជាតិជាទីគោរពរាប់អានបងប្អូនប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសតទៅនេះខ្ញុំបាទសូមធ្វើការអាប់ដេតព័ត៌មានជាលើកទី3សម្រាប់ដូចអ្វីដែលបងប្អូនជនរួមជាតិខ្មែរបានជ្រាបហើយថាថ្ងៃនេះគឺជាថ្ងៃដែលឈឺចាប់បំផុតនៅពេលដែលឃើញប្រជាជនកម្ពុជារាប់ពាន់រាប់ម៉ឺននាក់ដែលបាននឹងកំពុងតែរត់ចេញពីផ្ទះសម្បែងដែលធ្លាប់តែសុខសាន្តរបស់ខ្លួនកន្លងមកថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រហើយដែលចៅសៀមធ្វើការឈ្លានពានដោយបើកចំហតែម្ដងឥតអៀនខ្មាស់នឹងប្រព្រឹត្តនៅទង្វើដ៏ឃោរឃៅជាទីបំផុតមកលើមនុស្សជាតិខណៈពេលនៃការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទទាំងអស់ទាំងកាំភ្លើងធំបាញ់ផ្លោងកាំភ្លើងយន្តរត់ក្រោះបាញ់បំបុកបំបាក់ផ្ទះប្រជាពលរដ្ឋកម្ពុជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធយន្តហោះចម្បាំង F16 T50TH បានទម្លាក់គ្រាប់បែករាប់រយគ្រាប់មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាហើយសម្រាប់ព្រឹត្តិការណ៍សំខាន់ព្រឹកមិញខ្ញុំបាទសូមមិននិយាយឡើងវិញទេបងប្អូនអាចទៅមើលវីដេអូចាស់បានថាមានរឿងអ្វីខ្លះកើតឡើងប៉ុន្តែវីដេអូនេះខ្ញុំបាទសូមធ្វើការអាប់ដេតត្រឹមម៉ោង 1:30 នាទីតទៅដូច្នេះដើម្បីចង់ដឹងថាចាប់ពីម៉ោង 1 កន្លះយោធាថៃបានធ្វើអ្វីខ្លះមកលើប្រទេសកម្ពុជានិងប្រជាជនស្លូតត្រង់របស់កម្ពុជាសូមគោរពអញ្ជើញបងប្អូនតាមដានទស្សនាជាមួយខ្ញុំដូចតទៅនៅវេលាម៉ោង 1:30 នាទីយោធាថៃបានប្រើប្រាស់ F16 ទម្លាក់គ្រាប់បែកនៅឯស្រុកស្រីស្នំខេត្តសៀមរាបចំនួន7គ្រាប់ករណីនេះបានបង្កឲ្យបងប្អូនប្រជាជនកម្ពុជាទាំងក្មេងចាស់ប្រុសស្រីលោកយាយលោកតាកុមារាកុមារីរត់ខ្ចាត់ខ្ចាយរកទីទួលសុវត្ថិភាពដែលនេះគឺជាករណីនៃការទម្លាក់គ្រាប់បែកលើកទី2ទៅហើយចំពោះស្រុកស្រីស្នំខេត្តសៀមរាបនេះចូលមកកាន់វេលាម៉ោង 2 រសៀលនាថ្ងៃទី26ខែធ្នូឆ្នាំ2025ដដែលទីហ៊ានថៃបានប្រើប្រាស់យន្តហោះចម្បាំងរបស់ខ្លួនម្ដងទៀតទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ចូលមកកាន់ភូមិសាស្ត្រស្រុកវ៉ារិនខេត្តសៀមរាបដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាលើសពីព្រំដែនចំនួនមកទល់ម៉ោង 2:30 នាទីរសៀលយោធាថៃបានបន្តបាញ់ផ្លោងអស់ប្រមាណជា250គ្រាប់ហើយបើគិតចាប់តាំងពីម៉ោង 7:00 នាទីព្រឹកដែលពួកគេបាននឹងកំពុងតែបន្តបាញ់ចូលភូមិសាស្ត្រភូមិជោគជ័យឃុំអូបៃជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យចំណែកឯភូមិសាស្ត្រភូមិព្រៃចាន់វិញបើគិតចាប់តាំងពីម៉ោង 7:00 នាទីព្រឹកដល់ម៉ោង 2:30 នាទីនេះទីហ៊ានថៃបានបាញ់ផ្លោងចូលប្រមាណជា110គ្រាប់ហើយដែលករណីនេះគឺជាការវាយប្រហារសម្រុកខ្លាំងជាទីបំផុតពីសំណាក់យោធាចៅសៀមខណៈពេលដែលពួកគេចង់កាន់កាប់ទីតាំងទាំងមូលនៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូបៃជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅវេលាម៉ោងជាង 4 រសៀលថ្ងៃទី26ខែធ្នូនេះដដែលទីហ៊ានសៀមបានធ្វើការបាញ់កាំភ្លើងផ្លោងចូលមកកាន់ជ័យក្រុងសំរោងខេត្តឧត្តរមានជ័យចំនួន2គ្រាប់ទៀតមកទល់ម៉ោង 7:05 ល្ងាចនេះទីហ៊ានសៀមបានធ្វើការប្រើប្រាស់កាំភ្លើងផ្លោងធុនធ្ងន់បាញ់ផ្លោងចំនួន46គ្រាប់បើគិតចាប់តាំងពីព្រឹកព្រលឹមមកចូលមកកាន់ភូមិសាស្ត្រស្រុកសំពៅលូនខេត្តបាត់ដំបងនៅវេលាម៉ោង 5:33 នាទីល្ងាចនៅឯទិសសមរភូមិប្រាសាទតាម៉ុនធំប្រាសាទតាក្របីថ្មដូនវានៅតែបន្តបាញ់ផ្លោងចូលមិនទាន់ឈប់នៅឡើយទេរហូតមកទល់ម៉ោង 5:40 នាទីល្ងាចនេះពួកវាបាននឹងកំពុងតែបន្តបាញ់ផ្លោងចូលនៅជិតផ្លូវ 58 ក្រុងប៉ោយប៉ែតបងប្អូនជនរួមជាតិជាទីគោរពរាប់អាននេះគឺជាស្ថានភាពនៃការវាយប្រហាររបស់សៀម